រឿងបុរសកុំជិលមានប្រពន្ធគ្រប់លក្ខមានរឿងព្រេងមួយដំណាលថាមានបុរសកុំជិលម្នាក់មានប្រពន្ធគ្រប់លក្ខមានកិរិយាមេរយាទល្អចេះគោរពប្រតិបត្តិប្តីតាំងពីបានគ្នាជាប្តីប្រពន្ធមកបុរសកុំជិលនោះចេះតែដេកដល់ពេលឃ្លានទើបងើបមករកស៊ីរួចដេកទៅវិញសំបីថ្នាំជក់ក៏ប្រពន្ធមូឲ្យដែរប្រពន្ធជាមនុស្សគោរពប្រតិបត្តិប្តីមិនមានពាក្យអាក្រក់ទៅលើប្តីសោះឡើយលើកបាយលើកទឹកនឹងរកអ្វីៗឲ្យប្តីសុទ្ធតែសំពះដល់យូរទៅមានសេចក្តីក្រីក្រខ្លាំងណាស់នាងនោះរកអ្វីចិញ្ចឹមពុំបានសោះឡើយថ្ងៃមួយនាងរៀបស្លា5ម៉ាត់បារី5ចូលទៅក្រាបសំពះប្តីហើយថាខ្ញុំសូមទោសអ្នកប្តីត្បិតឃើញសពថ្ងៃក្រខ្លាំងណាស់យើងមិនបានរកស៊ីគ្មានទទួលទានទេសូមឲ្យអ្នកទៅកាប់ឈើធ្វើនឹងគល់ធ្វើរនាស់ធ្វើស្រែនឹងគេត្បិតដល់រដូវធ្វើស្រែហើយប្តីថាយ៉ាងដូច្នោះឲ្យនាងដាំបាយវិជ្ជាសំណុំចុះប្តីនឹងទៅកាប់ឈើធ្វើនឹងគល់រនាស់ប្រពន្ធក្រោកដាំបាយវិជ្ជាកញ្ចប់មានទាំងដិតពូថៅផងបុរសកំជិលដេកទាល់តែថ្ងៃរះប្រពន្ធពុំហ៊ានដាស់ចាំឲ្យក្រោកដោយខ្លួនឯងដល់ក្រោកហើយប្រពន្ធដងទឹកទៅលុបមុខឲ្យរួចស្រេចនាងក៏ហុចស្លាបារីនិងបាយកញ្ចប់ព្រមទាំងគ្រឿងប្រដាប់ប្រដាឲ្យប្តីបុរសនោះក៏ចុះពីលើផ្ទះទៅចូលក្នុងព្រៃរកឈើបានឃើញឈើមួយដើមមានមែកសាខាម្លុបត្រជាក់ក៏ដាក់បាយសំណុំដឹងពូថៅហើយដេកកងអន្ទាក់ខ្លាមើលទៅលើហើយនិយាយម្នាក់ឯងថាមែកឈើនេះត្រូវធ្វើជានង្គ័លមែកឈើនេះត្រូវធ្វើជាយាមមែកនេះត្រូវធ្វើជាដងមែកនេះត្រូវជានឹមមែកនេះត្រូវជានឹមមែកនេះត្រូវធ្វើជារនាស់គ្រាន់តែដេកថាប៉ុណ្ណឹងពេលឃ្លានបាយក្រោកឡើងស្រាយបាយសំណុំស៊ីរួចដេកថាដូចមុនទៀតថ្ងៃរសៀលត្រឡប់មកផ្ទះវិញប្រពន្ធឃើញរត់ទទួលយកគ្រឿងប្រដាប់ប្រដានាំប្តីទៅលើផ្ទះយកទឹកលាងជើងឲ្យប្តីហើយក៏សួរថាអ្នកទៅបានការយ៉ាងដោយប្តីខ្លះប្តីថាមិនទាន់បានទេនាងចាំស្អែកសឹមទៅម្ដងទៀតដល់កន្លែងដើមឈើនោះហើយរុក្ខទេវតាអាស្រ័យទៅលើដើមឈើនោះឮបុរសកំជិលថាយ៉ាងដូច្នោះហើយក៏ភ័យខ្លាចរកកន្លែងនៅគ្មានក៏គិតគ្នានឹងទៅតាមវាយសម្លាប់បុរសកំជិលនោះឲ្យស្លាប់នៅនឹងមាត់ជណ្ដើរផ្ទះកុំឲ្យវាមកកាប់ឈើនេះបាន
បុរសនោះក៏ត្រឡប់មកផ្ទះវិញរុក្ខទេវតាតាមមកដល់មាត់របងឃើញប្រពន្ធរត់ទៅទទួលប្តីដល់មាត់ជណ្ដើរយកទឹកលាងជើងប្តីដោយសិរីសួស្តីប្រពន្ធនោះទេវតាចូលមិនចុះមិនហ៊ានវាយបុរសនោះរួចពីអន្តរាយក៏ឡើងទៅលើផ្ទះប្រពន្ធសួរហើយនិយាយដូចមុនទៀតថាបានសពគ្រប់អស់ហើយព្រឹកនឹងទៅកាប់ហើយទេវតាភ័យខ្លាំងណាស់បុរសនោះមុខជាកាប់ឈើព្រឹកនេះហើយក៏នាំគ្នាមកនិយាយអង្វរថាសូមកុំកាប់ឈើនោះបុរសនោះក៏បានឆ្លើយថាអញមិនព្រមទេព្រឹកនេះអញទៅកាប់ហើយទេវតាភ័យណាស់ក៏នាំគ្នានិយាយសោកដោយប្រាប់ទីកន្លែងកំណប់មានមាសប្រាក់ឲ្យទៅបរោះនោះទីឯបរោះនោះក៏សួរថាឲ្យកំណប់ប៉ុន្មានកន្លែងដែរទេវតាថាពីរកន្លែងបរោះនោះថាមិនព្រមទេបើ4កន្លែងទើបខ្ញុំព្រមហើយឲ្យដាក់ឈើសម្គាល់ឲ្យផងទេវតាក៏ព្រមធ្វើតាមកុំឲ្យតែកាប់ឈើនោះបុរសនោះថាបើដូច្នេះខ្ញុំលែងកាប់តែថាព្រឹកនេះខ្ញុំនឹងទៅគោះកំណប់នោះហើយទេវតាថាទៅចោះខ្ញុំនឹងដោតឈើសម្គាល់ទុកឲ្យព្រឹកឡើងប្តីប្រពន្ធនាំគ្នាទៅគោះកំណប់ដែលទេវតាឲ្យក្នុងកំណប់មួយទាំងពីរនាក់ប្តីប្រពន្ធត្រូវជញ្ជូន3ថ្ងៃបានសុទ្ធតែមាសនិងប្រាក់ចាក់គោពេញផ្ទះនាងនោះក៏រៀបចំដាក់ហឹបដាក់ឡាំងមិនឲ្យនរណាម្នាក់ឃើញឡើយហើយក៏ជួលឲ្យជាងធ្វើគ្រឿងប្រដាប់លក់ជាចំនួនរឹងរឹតតែមានឡើងបានខ្លាយទៅជាសេដ្ឋីមានមនុស្សកុះកមូលមកពឹងពាក់ជាច្រើនរាប់សិបមិនអស់ទ្រពគង់ត្បិតស្រីចេះសំចៃទុកផ្ទះស្រណុកត្បិតលាក់ស្រីជី